បាទសួស្តីកូនជួយជាមួយលោកគ្រូតាថ្មីទៀតហើយចឹងថ្ងៃនេះយើងបញ្ចូលមកដល់ការកែចំណោទបន្តទៀតចឹងយើងចូលដល់ការកែចំណោទទី3កូនណាចឹងចំណោទទី3គឺនៅទំព័រទី135 9បាទតើឥឡូវចូលដល់ចំណោទទាំងអស់គ្នាដល់ទី3គៀនពិនិត្យវិក័យប័ត្រទឹកក្នុងខែនេះឃើញលេខអំណាចចាស់4120ម៉ែត្រគីបលេខអំណាចថ្មី4132ម៉ែត្រគីបតម្លៃទឹក550រៀលក្នុង1ម៉ែត្រគីបក៏តើខែនេះគ្រូសាគីមប្រើទឹកអស់ប្រមាណម៉ែត្រគីបខតើខែនេះគ្រូសាគីមចំណាយថ្លៃទឹកអស់ប្រមាណបាទអញ្ចឹងខែមុនគ្រូសាគីមនោះលេខអំណាចចាស់មិនថាខែមុនក៏ប្រើ5គីឡូដែរអំណាចចាស់នេះអញ្ចឹងខែមុនគេបូកអស់ប្រហែលតែខែមុនលេខខែមុនគេប្រើអស់គឺ4120ណាតែប្រើប្រហែលខែមុនតែលេខខែមុនគេប្រើប៉ុណ្ណឹងហើយនៅខែថ្មីអំណាចថ្មីនេះថាខែថ្មីគេប្រើអស់លេខមកទៀតគឺ4132ម៉ែត្រម៉ែត្រទៀតហ្នឹងអំណាចចាស់អំណាចថ្មីហ្នឹងតួលេខចាស់និងតួលេខថ្មីហើយគឺថាតើគ្រូសាគីមប្រើទឹកអស់ប្រហែលម៉ែត្រគីបចឹងហីបាទចឹងកូនចង់ដឹងប្រមាណកូនយកអំណាចនេះយកឲ្យចំនួនចំណុះទឹកដែលប្រើនៅខែថ្មីហ្នឹងដកនៅអាចាស់មកឃើញហើយបាទខែនេះឲ្យលេខអំណាចប៉ុណ្ណឹងមក4132ដកនៅអំណាចចាស់មកឃើញចំណុះទឹកដែលគាត់ប្រើក្នុងខែថ្មីហ្នឹងហើយបាទតោះឥឡូវយើងរកចំណុះទឹកដែលគ្រូសាគីមប្រើក្នុងខែថ្មីរកចំណុះទឹកចំណុះទឹកដែលគ្រូសាគីមចំណុះទឹកដែលគ្រូសាគីមបាទចំណុះទឹកដែលគ្រូសាគីមប្រើនៅខែថ្មីបាទខែថ្មីប្រើអស់មកខែថ្មីខែមុនផ្សេងនៅខែថ្មីទៀតបាទតាអញ្ចឹងចង់ដឹងទឹកក៏ប្រើអស់មកយកអំណាចចាស់អំណាចថ្មីដកអំណាចចាស់មកឃើញក៏ប្រើបាទចឹងអំណាចចាស់ដែលទូលេខដែលគេប្រើមកគឺអំណាចថ្មីនេះគឺអំណាចថ្មីដកអំណាចចាស់មក4000 4132បាទម៉ែត្រគីបដកនឹងអំណាចថ្មីអំណាចចាស់4120បាទនេះអញ្ចឹងយើងយកអំណាចថ្មីដកអំណាចចាស់មកឃើញចំណុះទឹកដែលគាត់ប្រើតោះដកមក4132ដកនឹង4120ដកមកឃើញហ៎បាទ2ដក0ស្មើនឹង2 3ដក2ស្មើនឹង1 1 0 4 4 0បាទឃើញហើយគឺ14អញ្ចឹងគាត់បាទឃើញហើយ12ឃើញ12ម៉ែត្រគីបនេះណាអញ្ចឹងក៏ប្រើអស់ខែហ្នឹងគឺខែថ្មីហ្នឹងគឺ12ម៉ែត្រគីបខតើខែនេះគ្រូសាគីមចំណាយថ្លៃទឹកអស់ប្រមាណអញ្ចឹងគេដឹងថាតម្លៃទឹក550រៀលក្នុង1ម៉ែត្រគីប1ម៉ែត្រគីបថ្លៃ550ម៉ែត្រ50រៀលទឹក1ម៉ែត្រគីបថ្លៃ550រៀលបាទចុះ12គីបថ្លៃប៉ុន្មានអញ្ចឹងកូនយកតម្លៃ1គីបគុណនៅចំនួនទឹកនឹងគាត់ប្រើអស់ហ្នឹងឃើញថ្លៃក៏ប្រើក្នុងមួយខែហ្នឹងហើយបាទអញ្ចឹងរកប្រាក់
រកប្រាក់ដែលគ្រួសារគីមណារកប្រាក់ដែលគ្រួសារគីមចំណាយរកប្រាក់ដែលគ្រួសារគីមចំណាយលើថ្លៃទឹកបាទចំណាយលើថ្លៃទឹកបាទចឹងទឹកអស់12គីបថ្លៃទឹកប្រហែលអញ្ចឹង1គីបថ្លៃទឹក1ម៉ែត្រគីបថ្លៃ550រៀលចុះទឹក12គីបថ្លៃប៉ុន្មានអញ្ចឹងកូនយកចំណុះទឹក12គីបគុណនឹងតម្លៃ1គីបមកឃើញថ្លៃទឹក12គីបហ្នឹងហើយអញ្ចឹងយើងយកចំណុះទឹក12គីបគុណនឹងតម្លៃទឹក1គីបគឺ550ណាអញ្ចឹងកូននឹងឃើញចំណុះតម្លៃទឹកឲ្យគាត់ប្រើក្នុងមួយខែហ្នឹងហើយអញ្ចឹងកូនយក550គុណនឹង12បាទសូនចង់គាត់បាច់គុណទេ2 5ដង10សេ0ត្រាទុក1 2 5ដង10ដង1 11 1 5ដង5 1 5ដង10 បូកមកតោះ0 6 6បាទតម្លាក់0ទៀតអញ្ចឹងឃើញប្រមាណ6600ណាបាទគឺអស់ថ្លៃ6600រៀលបាទណាបាទអញ្ចឹងមួយគីបថ្លៃ550រៀលគុណនឹង12គីបឃើញ6600រៀលដូចនេះក៏បាទក៏គ្រួសារឆ្លើយមកគ្រួសារតែថាខែនេះគ្រួសារគីមបាទតែឆ្លើយដូចនេះអីឆ្លើយដូចនេះមិនមកគ្រូសាខែនេះគ្រូសាគីមប្រើទឹកអស់បាទប្រើទឹកអស់បាទប្រើទឹកអស់ហ្មង12ម៉ែត្រគីបណាបាទខែនេះក៏ប្រើ12ម៉ែត្រគីប1ខអញ្ចឹងខទៅតាខែនេះគ្រូសាគីមចំណាយថ្លៃទឹកអស់ប្រមាណនេះឆ្លើយមកខែនេះគ្រូសាគីមចំណាយថ្លៃទឹកអស់ចឹងណាកូនបាទខែនេះគ្រូសាគីមចំណាយថ្លៃទឹកអស់
រៀលទេកូនបាទថ្លៃទឹកអស់6,600រៀលបាទបាទការបរៀនរបស់គ្រូចប់តែប៉ុណ្ណេះអរគុណសម្រាប់ការចូលទស្សនាវីដេអូរបស់គ្រូជួយមួយលោកគ្រូនៅវីដេអូក្រោយៗទៀត